Đây sẽ bên trong kroi nằm bay Portugal. Ở rìa pe chiang pi tu swat mong ni borom nè direct pon nâu cái đây sân khâm robotប្រជាជនខ្លួននោះគឺជាកីឡាករម្នាក់ដែលមកពីកោះតូចមួយដែលមានឈ្មោះថា Madeira គាត់គឺ Cristiano Ronaldo គាត់បានក្លាយជានិមិត្តរូបនៃមហិច្ឆតាវិន័យនិងភាពអស្ចារ្យកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសអង់គ្លេស អេស្ប៉ាញ អ៊ីតាលីនិងនៅអឺរ៉ុបរហូតដល់ទ្វីបអាស៊ីពានរង្វាន់ Ballon d'Or ចំនួន5 Champions League ចំនួន5ជើងឯកទ្វីបអឺរ៉ុបមួយនិងជាម្ចាស់កំណត់ត្រារាប់រយដែលមិនទាន់មាននរណាម្នាក់បំបែកបានឡើយប៉ុន្តែទោះបីជាឈ្នះពានរង្វាន់ជាមួយក្លឹបជាច្រើនក៏ដោយក៏ក្តីសុបិនមួយនៅតែមិនទាន់សម្រេចបានពានរង្វាន់ចុងក្រោយបង្អស់គឺការឈរនៅលើវេទិកាដ៏ខ្ពស់បំផុតហើយលើពាន World Cup ជាមួយប្រទេសកំណើតរបស់គាត់គឺ Portugal ហើយនេះគឺជាចំពោះចុងក្រោយរបស់គាត់និងជាការចូលរួមជាលើកចុងក្រោយរបស់ Ronaldo ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2026រឿងរ៉ាវរបស់ Cristiano Ronaldo បានចាប់ផ្ដើមនៅក្នុងផ្ទះដ៏តូចមួយនៅ Funchal នៃកោះ Madeira គាត់គឺជាក្មេងប្រុសម្នាក់ដែលមានការខ្មាស់អៀនច្រើនប៉ុន្តែមានការតាំងចិត្តខ្ពស់ជាកូនប្រុសរបស់អ្នកចម្អិនអាហារនិងអ្នកថែសួនធំនឹងក្តីក្រោមការចិញ្ចឹមបីបាច់ឪពុកម្ដាយដែលខិតខំប្រឹងប្រែងធ្វើការនិងមានជីវភាពលំបាកនៅត្រឹមអាយុ11ឆ្នាំកុមារា Cristiano Ronaldo បានធ្វើការសម្រេចចិត្តដ៏លំបាកមួយគាត់បានចាកចេញពីគ្រួសារនិងអ្វីៗគ្រប់យ៉ាងដើម្បីដេញចាប់ក្តីស្រមៃរបស់ខ្លួនដែលបានចូលរួមជាមួយសាឡាបាតត Sporting Lisbon នៅពេលដែល Ronaldo កំពុងមានអារម្មណ៍ថាឯកោនិងបាក់ទឹកចិត្តឪពុករបស់គាត់បានប្រាប់គាត់ថាកូនបើនេះជាអ្វីដែលកូនចង់បានពិតប្រាកដមែននោះកូនត្រូវតែព្យាយាមកុំត្រឡប់មកវិញនៅអាយុ18ឆ្នាំចំពោះថ្មីបានចាប់ផ្ដើម Ronaldo បានចូលរួមជាមួយនឹង Manchester United ក្នុងតម្លៃខ្លួនកំណត់ត្រាពិភពលោកក្រោមការដឹកនាំរបស់លោក Sir Alex Ferguson Ronaldo បានរៀនសូត្ររឿងជាច្រើនទាំងវិន័យនិងទំនុកចិត្តលើខ្លួនឯងនៅឆ្នាំ2009គាត់បានសម្រេចក្តីសុបិនការពីកុមារភាពមួយដោយបានផ្លាស់ទៅលេងឲ្យក្លឹប Real Madrid ជាមួយនឹងតម្លៃខ្លួនដែលបំបែកកំណត់ត្រាពិភពលោកអស់រយៈពេល9រដូវកាលគាត់បានឈ្នះពានរង្វាន់ Champions League ចំនួន4គ្រឿងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ UCL គាត់បានបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីសម្រាប់ Real Madrid ការប្រកួតដែលមិនអាចបំភ្លេចបាននៅកីឡដ្ឋាន Santiago Bernabeu ការ bicycle kit ដ៏អស្ចារ្យនៅទីក្រុង Turin ប៉ុន្តែនៅពីក្រោយពានរង្វាន់ដែលបានឈ្នះនិងកំណត់ត្រាដែលបានបំបែកបំណងប្រាថ្នាដ៏ធំរបស់គាត់មិនទាន់សម្រេចបាននោះទេគឺការនាំយកកិត្តិយសដ៏ធំទៅកាន់មាតុភូមិគឺការលើកពានពិភពលោកមុនចូលនិវត្តន៍នៅឆ្នាំ2016 Portugal បានលើកពានជើងឯកទ្វីបអឺរ៉ុប Ronaldo បានចូលរួមចំណែកយ៉ាងសំខាន់បើទោះបីជារបួសបានបង្ខំឲ្យគាត់ត្រូវផ្លាស់ចេញក្នុងវគ្គផ្លាច់ព្រាត់ក៏ដោយ3ឆ្នាំក្រោយមកគាត់បានធ្វើរឿងមួយដ៏អស្ចារ្យមួយទៀតជាមួយ Portugal តាមរយៈការគ្រងជើងឯក UEFA Nations League ជាលើកដំបូងប៉ុន្តែរាល់ពេលដែល Ronaldo លើកពានជាមួយ Portugal គាត់តែងស្រមៃថាពានដែលនៅក្នុងដៃរបស់គាត់គឺជាពាន World Cup គាត់និយាយថាក្តីសុបិនដ៏ធំបំផុតរបស់ខ្ញុំគឺការឈ្នះពានរង្វាន់ជូន Portugal ហើយខ្ញុំសម្រេចវាបានហើយប៉ុន្តែ World Cup វាជាក្តីសង្ឃឹមមួយទៀតដែលខុសប្លែកពីគេបន្តមករដូវរងាឆ្នាំ2022 World Cup នៅប្រទេសកាតានៅអាយុ37ឆ្នាំអ្នកវិភាគនិងអ្នករិះគន់ជាច្រើនបាននិយាយថាទម្រង់របស់គាត់ធ្លាក់ចុះហើយប៉ុន្តែគាត់បានបង្ហាញឲ្យពួកគេឃើញតាមរយៈគ្រាប់បាល់និងជាផ្នែកដ៏សំខាន់របស់ Portugal ប៉ុន្តែនៅក្នុងការប្រកួតវគ្គ8ក្រុមចុងក្រោយ Portugal បានបរាជ័យក្រោមធ្វេសជើងក្រុមម៉ារ៉ុកនៅពេលដែលសម្លេងកញ្ចែចុងក្រោយបានបន្លឺឡើងក្តីសុបិនត្រូវរលាយសាបសូន្យម្ដងទៀត Ronaldo បានដើរចេញពីទីលានយ៉ាងស្ងៀមស្ងាត់កាមេរ៉ាបានផ្ដិតយកទឹកមុខដ៏សោកសៅរបស់គាត់វាគឺជាទិដ្ឋភាពដ៏សែនឈឺចាប់ដែលពិភពលោកទាំងមូលនឹងគ្មានថ្ងៃបំភ្លេចឡើយប៉ុន្តែវាមិនទាន់ចប់ឡើយគាត់បានក្រោកឈរឡើងវិញស្មារតីរបស់ Ronaldo នៅតែរង្គោះរង្គើឡើងសប្តាហ៍ថ្ងៃនេះនៅប្រទេសអារ៉ាប៊ីសាអូឌីតគាត់នៅតែមកវឹកហាត់មុនគេនិងចាក់ចេញក្រោយគេជានិច្ចហើយនៅតែបន្តស៊ុតបញ្ចូលទីដោយការស្រែកឃ្លានជ័យជំនះមិនចេះស្កប់ស្កល់ទោះមានវ័យកាន់តែជ្រេកម្លាំងជើងមិនសូវខ្លាំងដូចមុនប៉ុន្តែឆន្ទៈចង់ឈ្នះរបស់គាត់ខ្លាំងជាងពេលណាទាំងអស់ខណៈពេលដែលគាត់ឈានចូលដល់វ័យមួយដែលកីឡាករភាគច្រើនចូលនិវត្តន៍ Ronaldo បានបញ្ជាក់ដល់អ្នកគាំទ្រថាការប្រកួត World Cup ឆ្នាំ2026នឹងក្លាយជាការចូលរួមចុងក្រោយបង្អស់របស់គាត់ជាចំពោះចុងក្រោយរបស់គាត់នៅលើឆាកអន្តរជាតិជាឱកាសចុងក្រោយបង្អស់ដើម្បីសម្រេចក្តីសុបិនដែលបានចាប់ផ្ដើមឡើងនៅលើដងផ្លូវនៃកោះ Madeira វាគឺជាទំព័រចុងក្រោយនៃរឿងរ៉ាវដ៏អស្ចារ្យរបស់គាត់ប្រហែលជាគាត់មិនឈ្នះប្រហែលជាក្តីសុបិននៅតែជាក្តីសុបិនប៉ុន្តែអ្វីដែលធ្វើឲ្យ Ronaldo ខុសប្លែកពីគេនោះគឺគាត់នឹងមិនបញ្ឈប់ការខិតខំប្រឹងប្រែងរបស់គាត់ឡើយគាត់ធ្លាប់និយាយថាមនុស្សមើលឃើញរថយន្តគេឈ្មោះលុយកាប៉ុន្តែពួកគេមិនដែលមើលឃើញពីការលះបង់ការឈឺចាប់និងរាត្រីដ៏ឯកោនោះទេអ្វីដែលខ្ញុំមានគឺដោយសារតែការខិតខំប្រឹងប្រែង
ហើយជឿជាក់លើខ្លួនឯងពេលនេះអ្នកគ្រប់គ្រងកំពុងរងចាំយ៉ាងអន្ទះសារដើម្បីតាមដានចំពុកចុងក្រោយក្នុងអាជីពរបស់ Ronaldo វានឹងក្លាយជាពេលវេលាចុងក្រោយដ៏រំភើបឬក៏សោកសៅបំផុតតើគាត់នឹងសម្រេចក្តីសុបិនចុងក្រោយរបស់គាត់នេះបានដែរឬទេសូមបងប្អូនបញ្ចេញមតិយោបល់នៅខាងក្រោមហើយយើងនឹងត្រឡប់មកជួបគ្នានៅវីដេអូបន្ត